ខ្ញុំនឹងរៀបចំសួនណាំបែបនេះហើយទៅជាបែបនេះដោយប្រើរយៈពេលមួយសប្តាហ៍ប៉ុន្តែនេះក្នុងអេពីសូត1នៃការរៀបចំដំណាក់កាលមុនដំបូងតាមពិតទៅនេះគឺជាសួនបន្លែខ្ញុំពីមុនខ្ញុំទៅចោលផ្ទះសឹងចូលមួយឆ្នាំហើយពេលមកវិញវាមានការពុកបែកបាក់អស់ខ្ញុំរៀបចំសួនបន្លែនេះស្អាតមានបន្លែគ្រប់គ្រាន់មែនទែនប៉ុន្តែពេលខ្ញុំមកវិញសួនបន្លែនេះចាប់ផ្ដើមពុកបាក់បែកអស់ហើយខ្ញុំក៏មានគំនិតថាបើធ្វើឈើវាអាចនឹងពុកបាក់បែកអស់ទៀតខ្ញុំក៏រៀបចំស្ដារសម្អាតវាចោលអស់យើងចង់ធ្វើបន្លែមួយដែលប្រើប្រាស់ធម្មជាតិសុទ្ធ 100% ទទួលបានសុខភាពល្អហើយខ្ញុំក៏ចាប់ផ្ដើមកាត់ដបូលត្រាយចោលចេញអស់ហើយនេះគឺជាវីដេអូដែលខ្ញុំលើកចេញសម្អាតអស់ហើយនៅសួនបន្លែចាស់ៗដែលយើងធ្វើការរៀបចំចាប់ផ្ដើមខ្សែថ្មីខ្ញុំធ្វើការឈប់ស្មៅឈប់អីតិចតួចហើយនេះគឺជាខែលំណាំខែលំណាំជីដំណាំអីផ្សេងទាំងអស់ហើយខ្ញុំស្ដាយមែនទែនហើយធ្វើម៉េចយើងត្រូវរៀបចំថ្មីបានមានចាស់ក៏មានថ្មីដែរហើយពេលបានចឹងនោះមន់នោះពេញគេមន់គេមកហើយយើងឈប់វាចេញតិចទៅហើយមានស្រួលទេវាក្តៅដែរហើយម្ទេសអីដំណាំអីនៅច្រើនបន្តិចហ្នឹងមន់ចូលចឹកតិចឯងគ្មានសល់ទេហើយខ្ញុំធ្វើនេះទទឹង4បដោយ5ម៉ែត្រក្នុងការធ្វើជាងក៏ចាប់ផ្ដើមមកផ្សារដៃនេះពួកការរៀបចំផ្សារដៃធ្វើរោងនេះយើងក្នុងថ្ងៃទី2យើងលើកខ្លះជីកដៅខ្លះយើងដាំបកគោទាញខ្សែអីយើងធ្វើតាមຂະຫນາດយើងមួយចំនួនណាហើយយើងធ្វើចាចាក់ជើងវាជាប់កុំឲ្យខ្យល់មកប៉ើងយើងចាប់ផ្ដើមផ្សារលើហើយនេះរូបដែលចាប់ផ្ដើមយើងរៀបចំខ្លះហើយជាងក៏ចាប់ផ្ដើមកាត់នេះយើងបាន30% ហើយមេឃក៏ចាប់ផ្ដើមភ្លៀងមកដែរហើយចឹងសកម្មភាពក្នុងការធ្វើមួយចំនួនហើយបន្ទាប់ពីរាំងភ្លៀងយើងក៏ចាប់ផ្ដើមធ្វើទៀតក្នុងថ្ងៃទី3នៅថ្ងៃទី3នេះជាថ្ងៃបង្ហើយនីរ៉ូប៉ុន្តែយើងអត់ទាន់ហើយជាលក្ខណៈពេញលេញទេយើងចាប់ផ្ដើមទាញកៅស៊ូតប្រដំបូលហើយរោងយើងជាប្រភេទរោងសំណាញ់ខ្នាតតូចសម្រាប់ដាំដុះបន្លែយើងកុំឲ្យពិបាកក្នុងការការពារសត្វល្អិតយើងដាំក្តារវាពិបាកនៅក្នុងការការពារសត្វល្អិតអញ្ចឹងយើងធ្វើនៅក្នុងវាមានភាពងាយស្រួលយើងធ្វើតែម្ដងហើយចំណាយដើមតិចមែនតើយើងធ្វើការច្នៃខ្លះរៀបចំបកគោមិនឈើមានដែកយើងបកគោខ្ញុំឃើញបកគោខ្លះឈើហ្នឹងវាជាប់មាំមែនតើយើងអាចចំនួនដែកបានមិនប្រកាសដែកជាប់នឹងឈើទេឈើខ្លះអាយុចូលរាប់ឆ្នាំពុកផុយហើយនេះថ្ងៃទី3ដែរប៉ុន្តែយើងធ្វើការកាប់ធ្វើការអីហើយជាស្ថាពរហើយនៅយើងទៅកាប់ជើងតិចដាក់ដៃបន្តិចហើយយើងឲ្យរួចរាល់ហើយរងចាំវីដេអូបន្តនេះគឺអេពីសូត1យើងនឹងរៀបចំលើកសួនបន្លែនៅអេពីសូតទី2វគ្គ2បាទជួបគ្នាទៀត